ស្វាគមន៍មកកាន់ channel របស់ខ្ញុំអញ្ចឹងឥឡូវនេះខ្ញុំមាន project មួយដែលកម្មវិធីនេះយើងនឹងនិយាយតាក់ទងនឹងកីឡា It's always about sport right everything that builds around my life នៅក្នុងជីវិតរបស់ខ្ញុំគឺតាក់ទងជាមួយនឹងកីឡាច្រើនហ្នឹងហើយអញ្ចឹងនៅក្នុងពេលនេះខ្ញុំកំពុងតែ dedicate ខ្លួនឯងហើយនឹងពេលវេលាខ្លួនឯងដែរជាប្រចាំថ្ងៃតាក់ទងជាមួយនឹងកីឡាហ្នឹងហើយអញ្ចឹងមួយរយៈមុនខ្ញុំធ្លាប់ធ្វើ pilot project មួយហ្នឹងហើយ testing out ទៅមើលនៅលើទីផ្សារនៅក្នុងកីឡាអ្នកហាត់ប្រាណប្រចាំថ្ងៃខ្ញុំចេញ series video episode មួយចំនួនតាក់ទងជាមួយនឹងការចាប់ផ្ដើមហាត់ប្រាណដំបូងថាយើងត្រូវចាប់ផ្ដើមពីណាហើយជួបបញ្ហាគេខ្លះហើយត្រូវចាប់ផ្ដើមមិនដើម្បីឲ្យមាន routine នៃការហាត់ប្រាណហ្នឹងហើយនៅក្នុងហ្នឹងដែរខ្ញុំបានចែកម្លែកនៅ tip ហ្នឹងហើយកលឹះមួយចំនួនដែលជួយយើងឲ្យទៅមុខបន្តទៀតអញ្ចឹងណាហ្នឹងហើយអញ្ចឹងនៅក្នុង season នេះខ្ញុំ dedicate មកកម្រិតទៀតហើយខ្ញុំបានយកពេលវេលាមកគិតហើយរៀបចំផែនការមួយចំនួនដែរដើម្បីផ្សារភ្ជាប់កីឡានៅក្នុងទីផ្សារនៅស្រុកខ្មែររបស់យើងដើម្បីជំរុញឬក៏លើកទឹកចិត្តដល់ប្រជាជនរបស់យើងឲ្យហាត់ប្រាណឲ្យបានច្រើនជាងនឹងហើយដើម្បីឲ្យស្គាល់ច្រើនបន្ថែមទៀតពីវិស័យកីឡាព្រោះអីយើងតាមបទពិសោធន៍របស់ខ្ញុំគឺខ្ញុំរៀនសូត្រមកបានច្រើនខ្ញុំឃើញនៅក្នុងកីឡាទីផ្សារយើងទូលំទូលាយមែនទែនហើយមាននៅក្នុងនោះដែរមានផ្នែកកីឡាច្រើននឹងច្រើនដែលយើងអត់ទាន់បានទៅដល់ចឹងខ្ញុំនឹងយកពេលវេលាធ្វើការសិក្សាហើយនឹងបទពិសោធន៍ដែលខ្ញុំមានតែប្រហែលខ្ញុំនឹងយកមកបញ្ចូលទៅក្នុង episode មួយដែលខ្ញុំនឹងព្យាយាមធ្វើហ្នឹងហើយក្នុងផងដែរគឺ season នេះគឺខ្ញុំផ្ដោតទៅលើ documentary ច្រើនហើយនឹងចែកបទពិសោធន៍ជាក់ស្ដែងព្រោះដែលខ្ញុំបានដូចខ្ញុំបាន commit ជាមួយនឹង personal goal របស់ខ្ញុំដែរហ្នឹងហើយទៅមុខទៀតនៅក្នុងហ្នឹងខ្ញុំមានកម្មវិធីមួយចំនួនដែលស្អែកខ្ញុំមានកម្មវិធីរត់មួយ5គីឡូដែលវានឹង initiate បានន័យថាចាប់ផ្ដើមជាចំណុចចាប់ផ្ដើមបង្កាត់កន្លែងហ្នឹងដើម្បីឲ្យខ្ញុំបានបញ្ចេញនៅចំណុចចាប់ផ្ដើមហ្នឹងហើយតែមិនចាប់ផ្ដើមថ្មីទេណាខ្ញុំនៅក្នុងវិស័យកីឡានេះរាប់ឆ្នាំហើយប្រហែលចូល10ឆ្នាំហើយហើយនៅក្នុងនោះដែរគឺខ្ញុំគិតថា documentary នេះវានឹងឆ្លុះបញ្ចាំងភាពជាក់ស្ដែងហ្មងនៅក្នុងការដែលយើងយកជីវិតរបស់យើងមកផ្សារភ្ជាប់ជាមួយនឹងកីឡាវាធ្វើឲ្យជីវិតយើងល្អប្រសើរហើយនៅក្នុងដើម្បីល្អប្រសើរវាមានជួបឧបសគ្គអីខ្លះវាមានចំណុចល្អមានចំណុចមិនល្អចឹងនៅក្នុងហ្នឹងខ្ញុំយកពេលហ្នឹងយកមករៀបចំដើម្បីឲ្យបានឃើញឆ្លុះបញ្ចាំងឲ្យឃើញភាពជាក់ស្ដែងហ្មងថាតើពេលដែលជួបឧបសគ្គខ្ញុំដោះស្រាយមិននៅពេលដែលយើងជួបអីល្អយើង celebrate ហើយនឹងចែកម្លែកជាមួយគ្នាមិនដើម្បីឲ្យនៅក្នុងហ្នឹងគឺបានជួយនៅសហគមន៍របស់យើងឲ្យមានការរីកចម្រើននៅក្នុងវិស័យកីឡាទាំងអស់ហ្នឹងហើយអញ្ចឹងខ្ញុំចង់ចែកម្លែកប៉ុណ្ណឹងដើម្បីជាការប្រួយផ្ដើមចាប់ផ្ដើមនៅក្នុងនេះខ្ញុំអត់បានព្រៀមទុកในការនិយាយទេខ្ញុំរៀបចំហើយខ្ញុំចង់និយាយយកតែម្ដងហើយសង្ឃឹមថាsee how it goes ជាមើលថាទៅមុខទៀតវាមិនអញ្ចឹងណាហើយនៅក្នុងនោះដែរសង្ឃឹមថាអ្វីដែលខ្ញុំធ្វើខ្ញុំបាន contribute បានថាចែកម្លែកនេះដាក់ទៅក្នុងឲ្យទាំងអស់គ្នាមានការលើកទឹកចិត្ត inspire នៅក្នុងនោះដែរហ្នឹងហើយso ប៉ុណ្ណឹងហ្នឹងហើយចឹងផុតពី5គីឡូទៅខ្ញុំចែកម្លែកទៀតតទៅជាមួយនឹង goal របស់ខ្ញុំចឹង goal នេះគឺខ្ញុំដល់ចុងឆ្នាំខ្ញុំអត់មាន race អីទេហ្នឹងហើយអ្វីដែលខ្ញុំចង់ attempt នេះខ្ញុំចង់ចូលរួមទី1គឺ10គីឡូនៅក្នុងថ្ងៃស្អែកនេះគឺ pink run ហ្នឹងហើយដើម្បីលើកដំកើងតទៅជាមួយនឹងមហារីកសុដនហ្នឹងហើយចំពោះនារីហ្នឹងហើយ pink run ហើយទី2នេះខ្ញុំចង់ join នៅអង្គរវត្តខែ12ជាមួយនឹងមានការ run ចឹងខ្ញុំចង់ចូលរួម 21k half marathon ម្ដងទៀតហ្នឹងហើយខ្ញុំធ្លាប់ចូលរួមច្រើនឆ្នាំហើយហ្នឹងហើយហ្នឹងនៅក្នុងការគិតរបស់ខ្ញុំចង់ចូលរួមហ្នឹងហើយប៉ុន្តែតកតងជាមួយនឹង commitment នៅក្នុងហ្នឹងគឺអត់សូវមានច្រើនទេព្រោះខ្ញុំធ្លាប់បានទៅរត់ច្រើនដងហើយនៅក្នុងហ្នឹងតែខ្ញុំចង់ហ្នឹងហើយបើសិនជាខ្ញុំអាចរៀបចំការពារខ្លួនឯងឲ្យមានពេលបានទៅព្រោះចុងឆ្នាំនឹងមានការរវល់មែនតើ
បើសិនជាអាចទៅបានខ្ញុំនឹងទៅហ្នឹងហើយខ្ញុំនឹងចូលរួមហើយចុតពីហ្នឹងនៅក្នុងខែ2ខ្ញុំមាន commitment មួយដែល this is high commitment ហ្មងហ្នឹងហើយតកតងជាមួយនឹង aquathlon ដែលបានការរៀបចំដោយសហព័ន្ធហ្នឹងហើយគាត់បានរៀបចំតកតងជាមួយនឹងវិញ្ញាសាហែលទឹកហើយនឹងរត់ហ្នឹងហើយនៅក្នុងហ្នឹងព្រឹត្តិការណ៍នេះនឹងធ្វើឡើងនៅstart Olympic ថ្មីរបស់យើងនៅ start តេជោហ្នឹងហើយអញ្ចឹងអាហ្នឹងគេរៀបចំនៅហ្នឹងហើយនឹងមានការចូលរួមច្រើនអំពីអ្នកសហគមន៍អ្នករត់អ្នកជិះកង់អ្នកហែលទឹកគឺអ្នកពួកគាត់ចាប់អារម្មណ៍អាហ្នឹងហើយបើតាមខ្ញុំដឹងគឺគាត់បានធ្វើជារៀងរាល់ឆ្នាំហ្នឹងហើយបាទខ្ញុំធ្លាប់បានចូលរួមម្ដងការគេធ្វើលើកទី1ហ្មងហ្នឹងហើយអញ្ចឹងបទពិសោធន៍កាលហ្នឹងគឺវាប្លែកដែរហើយវាពិបាករៀង challenge ប៉ុន្តែបន្ទាប់ពីពេលហ្នឹងមកខ្ញុំមានការ training ច្រើននៅក្នុងវិស័យ triathlon ផងនិង aquathlon ផងហ្នឹងហើយអញ្ចឹងនៅក្នុងហ្នឹងខ្ញុំនឹងព្យាយាម hit like ឲ្យបានល្អនិងព្យាយាមធ្វើឲ្យបានល្អដែលអាចធ្វើទៅបានហើយបូកនឹងការ training ដែរអញ្ចឹង documentary ហើយនឹងការចែករំលែកបទពិសោធន៍ហ្នឹងវានៅក្នុងហ្នឹងទាំងអស់ហ្នឹងហើយផុតពីហ្នឹងទៀតខ្ញុំមាន commitment មួយទៀតតាក់ទងជាមួយនឹង High Rocks Race ហ្នឹងហើយ High Rock Race ខ្ញុំនឹង commit ទៅធ្វើនៅហុងកុងនៅឆ្នាំក្រោយហ្នឹងហើយឆ្នាំក្រោយខែ5គេមាន race នៅហុងកុងអញ្ចឹងអានេះនឹងមាន commitment មួយដែរតាក់ទងជាមួយ training ហើយនឹងខ្ញុំនឹងធ្វើ single លើកនេះហ្នឹងហើយ single ពួកខ្ញុំធ្លាប់ធ្វើម្ដងហើយធ្វើ double ហ្នឹងហើយចឹងលើកនេះខ្ញុំធ្វើ single ហើយខ្ញុំ also gonna train properly ហើយនឹងព្យាយាមធ្វើឲ្យបានល្អដែលអាចធ្វើទៅបានហើយនៅក្នុងឆ្នាំ2026នេះដែរ goal ធំមែនតើនោះតាក់ទងជាមួយនឹងការ training ទៅចុងឆ្នាំមកចឹងផុត High Rocks ខ្ញុំមាន commitment មួយទៀតនៅចុងខែ11ឆ្នាំ2026គឺhalf Ironman ហ្នឹងហើយ Ironman 70.3 ហ្នឹងហើយចឹងអាហ្នឹងជាវិញ្ញាសាតែខ្ញុំចង់ធ្វើជាយូរណាស់មកហើយធម្មតាមិនតាម plan របស់ខ្ញុំដែលខ្ញុំធ្លាប់គិតហ្នឹងគឺខ្ញុំចង់ធ្វើនៅក្នុងឆ្នាំ2025នេះហ្នឹងហើយប៉ុន្តែនៅក្នុងហ្នឹងយើងមានគ្រួសារយើងមាន baby ផងហ្នឹងហើយចឹងវាការងាររបស់យើងនៅក្នុងហ្នឹងផងវាធ្វើឲ្យ schedule ខ្ញុំមានការ push ហើយតាក់ទងនៅក្នុងហ្នឹងខ្ញុំអត់អីខ្ញុំបាន training ខ្ញុំចាប់ផ្ដើមកីឡាដែលស៊ីជម្រៅខ្លាំងគេតាក់ទងមួយ triathlon ហ្នឹងគឺខ្ញុំសប្បាយចិត្តខ្ញុំចូលចិត្តកីឡាហ្នឹងមែនតើហ្នឹងហើយហែលទឹកជីកង់ហើយនឹងរត់ហ្នឹងអញ្ចឹង High Rock នេះខ្ញុំស្គាល់ក្រោយទេប៉ុន្តែវាជា hybrid training មួយដែលវាពិសេសមួយហ្នឹងហើយរបៀបនៃការ race គឺពិសេសហ្នឹងហើយអញ្ចឹងវាខុសប្លែកពី triathlon ហ្នឹងហើយតែខ្ញុំនៅតែឆ្លាញ់ triathlon ហើយវាជាគោលដៅមួយដែលខ្ញុំចង់ធ្វើឲ្យបានហ្នឹងហើយជា one of the big goals អញ្ចឹងខ្ញុំនឹងព្យាយាមធ្វើវាហ្នឹងហើយនៅចុងឆ្នាំក្រោយ2021ម្ដុំខែ11អូខេអញ្ចឹងចង់អាប់ដេតប៉ុណ្ណឹងហើយខ្ញុំសង្ឃឹមថាជួបគ្នានៅវីដេអូក្រោយៗទៀតហ្នឹងហើយតាមមើលថាតើ the journey is how far it's going to take me and what it's going to be like and see you